សប្តាហ៍ថ្ងៃនេះបច្ចេកវិទ្យាគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងវាជួយឲ្យការងារយើងងាយស្រួលទំនាក់ទំនងលឿននិងចំណេះដឹងទូលំទូលាយប៉ុន្តែបើយើងប្រើវាដោយមិនប្រុងប្រយ័ត្នទេវាអាចនឹងក្លាយជាអាវុធបំផ្លាញជីវិតរបស់យើងដែរថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីអ្វីដែលយើងត្រូវជៀសវាងនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាទី1ជៀសវាងការលេងទូរស័ព្ទលើសកម្រិតការចំណាយពេលវេលាច្រើនម៉ោងទៅលើ Facebook, TikTok, YouTube ជាដើមអាចបាត់បង់ពេលវេលាដ៏មានតម្លៃរបស់យើងវាធ្វើឲ្យយើងខកខានការងារការសិក្សានិងទំនាក់ទំនងជាក់ស្ដែងជាមួយគ្រួសារយើងប្រើប្រាស់បច្ចេកវិទ្យាជាឧបករណ៍មិនមែនជាអ្នកគ្រប់គ្រងជីវិតរបស់យើងទេទី2ការជៀសវាងការជឿលើព័ត៌មានមិនពិតនៅលើអ៊ីនធឺណិតរាល់ថ្ងៃមានព័ត៌មានច្រើនណាស់ប៉ុន្តែមិនមែនទាំងអស់វាសុទ្ធតែជារឿងពិតនោះទេការចែករំលែកព័ត៌មានណាមិនបានពិនិត្យវាអាចបង្កឲ្យយើងមានការភ័យខ្លាចការយល់ច្រឡំនិងមានបញ្ហាសង្គមផងដែរដូច្នេះមុននឹងចែករំលែកសូមពិនិត្យមើលប្រភពព័ត៌មានច្បាស់លាស់និងគិតម្ដងហើយម្ដងទៀតចំណុចទី3ការជៀសវាងការបង្ហោះរឿងផ្ទាល់ខ្លួនលើសកម្រិតការបង្ហោះទីតាំងរស់នៅលេខទូរស័ព្ទបញ្ហាគ្រួសារឬរូបភាពឯកជនជាដើមអាចបង្កហានិភ័យដល់សុវត្ថិភាពរបស់យើងមនុស្សអាក្រក់អាចយកព័ត៌មានទាំងនេះទៅប្រើប្រាស់ក្នុងផ្លូវខុសបានផងដែរជីវិតឯកជនគួររក្សាទុកសម្រាប់ខ្លួនឯងនិងមនុស្សជិតស្និទ្ធតែប៉ុណ្ណោះចំណុចទី4ជៀសវាងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅលើបណ្ដាញសង្គមមនុស្សភាគច្រើនបង្ហាញតែភាពជោគជ័យនិងភាពសប្បាយតែប៉ុណ្ណោះបើអ្នកប្រៀបធៀបខ្លួនឯងជាមួយនឹងគេហើយមានអារម្មណ៍ថាខ្លួនឯងអន់តូចចិត្តនិងបាត់ទំនុកចិត្តដូច្នេះយើងចងចាំថាជីវិតពិតមិនដូចរូបនៅក្នុង Facebook ទេចំណុចទី5ជៀសវាងការប្រើប្រាស់បច្ចេកវិទ្យានៅពេលបើកបរឬធ្វើការងារសំខាន់ការឆែកទូរស័ព្ទពេលបើកបរគឺគ្រោះថ្នាក់ខ្លាំងណាស់អាចបណ្ដាលឲ្យជីវិតរបស់យើងជួបគ្រោះថ្នាក់បានជីវិតមានតម្លៃជាងសារមួយប្រយោគបងប្អូនទាំងអស់គ្នាបច្ចេកវិទ្យាមិនមែនសុទ្ធតែអាក្រក់នោះទេប៉ុន្តែការប្រើប្រាស់មិនបានត្រឹមត្រូវទៅធ្វើឲ្យវាក្លាយទៅជាបញ្ហាដូច្នេះចូលប្រើប្រាស់បច្ចេកវិទ្យាដើម្បីរៀនដើម្បីអភិវឌ្ឍដើម្បីភ្ជាប់ទំនាក់ទំនងមិនមែនដើម្បីបំផ្លាញជីវិតរបស់ខ្លួនឯងទេចាសសូមអរគុណចា៎បើសិនជាចូលចិត្តនាងខ្ញុំសូមមេត្តាជួយ Subscribe Channel របស់នាងខ្ញុំផងដែរចាសសូមអរគុណ